ពួកចៅប្លន់ភ្នូនៅក្នុងភ្នូបុរាណមួយព្រះដ៏ធំមួយត្រូវបានគេរកឃើញនៅខាងក្នុងដូចជារូបសំណាកព្រះដែលធ្វើពីធម្មជាតិតែប៉ុណ្ណោះភ្នំនេះត្រូវបានឆ្លាក់នៅពេលនេះសេលីយ៉ាងបានកត់សម្គាល់ឃើញរូបសំណាកនោះភ្នែកមេឃមើលទៅដូចជាភ្នូមិត្តភក្តិដែលតែងតែឆ្មក់ចូលភ្នូដោយដឹងថាត្រូវតែមានអ្វីមួយលាក់ទុកនៅក្នុងរូបចម្លាក់ប្រភេទនេះអត្ថន័យលាក់កំបាំងដូច្នេះ Shirley Yang នាងបានសម្រេចចិត្តឡើងទៅពិនិត្យមើលជាមុនយក Flying Fox ផំចេញយ៉ាងលឿនហើយបន្ទាប់មកគប់វាដោយកម្លាំងទៅលើជម្រាលភ្នំខាងលើពេល Shirley មកដល់រូបសំណាកព្រះពុទ្ធពិតណាស់ពួកគេបានរកឃើញមេឃពីមុនយន្តការនិងកូនសោនៅក្នុងភ្នែកលំនាំនេះពិតជាធ្វើពីអង្កាំឈើក្រញូងដូច្នេះ Shirley ដោយប្រុងប្រយ័ត្នអង្កាំឈើក្រញូងត្រូវបានដាក់នៅខាងលើចម្លែកណាស់យន្តការនេះបានចាប់ផ្ដើមដំណើរការយ៉ាងឆាប់រហ័សបន្ទាប់មកខ្សែបន្ទាត់បានបើកShirley Yangនៅចុងបញ្ចប់នៃទ្វារដែលលាក់កំបាំងដូច្នេះខ្ញុំបានឡើងចូលហើយឆ្លងកាត់រើធ្លាក់បន្ទាប់ពីផ្លូវឈើតូចចង្អៀតលីយ៉ាងបានរកឃើញភ្នូឥឡូវកំពុងសម្លឹងរកប្រាក់ចំណេញមិត្តភក្តិឲ្យកុំប្រញាប់ប្រញាល់អីត្រូវប្រយ័ត្នខ្លួនចូលយើងពិនិត្យមើលយន្តការនៅខាងក្នុងភ្នូការបង្រៀននៅនឹងកន្លែងរបស់ Shirley Yang តែប៉ុណ្ណោះពេលឃើញ Shirley Yang ដកដៃចេញបាល់នៅចំកណ្ដាលត្រូវបានច្របាច់យ៉ាងខ្លាំងបន្ទាប់មកស្វេក៏ចាប់ផ្ដើមផ្លាស់ប្ដូរដូច្នេះនេះជាអ្វីដែលការរុករកពិភពបុរាណនិយាយអំពីថ្មពន្លឺហូរនៃយន្តការភ្នូវាត្រូវបានបញ្ជាក់ថាមិនមានគ្រោះថ្នាក់នៅក្នុងភ្នូនោះទេលុះត្រាតែ Shirley Yang បោះជំហានទៅមុខហើយពិនិត្យមើលភ្នូដោយប្រុងប្រយ័ត្នរចនាសម្ព័ន្ធនៃបន្ទប់តំបន់ជុំវិញនៃបន្ទប់ចម្លាក់អាចកំបាំងនៅលើជញ្ជាំងពស់ខ្មៅបញ្ចេញគ្រោះថ្នាក់បរិយាកាសនិងទីតាំងសំខាន់នៃបន្ទប់ភ្នូអង្គុយដូចរូបសំណាកថ្មដែលមានរាងដូចមនុស្សវាហាក់ដូចជាកំពុងមើលភ្នូនៅពេលនេះ Shirley យ៉ាងបានងាកមកមានតែពេលនោះទេដែលខ្ញុំបានរកឃើញការផ្ដោតជូនកណ្ដាលរូបសំណាកពស់ខ្មៅមួយពស់រុំជុំវិញគ្រីស្ដាល់ពីរបាល់នោះរត់ទៅរកភ្នែកទាំងពីរភ្លាមប៉ុន្តែ Shirley Yang បានយល់ភ្លាមបាល់គ្រីស្ដាល់នោះតាមពិតគឺជាម្ដាយខ្មោចភ្នែកអារក្សទើបតែមានពេលខ្លីប៉ុណ្ណោះ Shirley Yang ដើម្បីដោះសោភ្នូអាចកំបាំងនៃគុជខឹងលិចទឹកគឺដូច្នេះពូបាអ៊ីបរោះធាត់បានមកដល់ផ្ទះលេខ9ជាន់ទី1ហើយបានរកឃើញដោយជោគជ័យបានមកដល់គ្រីស្ដាល់របស់មាតាអារក្សចម្លែកណាស់ក្បាលខ្មោចម្ដាយភ្នែកអារក្សបានបាត់ទៅហើយដោយមិននឹកស្មានដល់ Shirley Yang បានបុកដោយចៃដន្យពួកគេបានជំពប់ដួលលើខ្មោចដោយចៃដន្យភ្នែកអារក្សរបស់ម្ដាយនិងភ្នែកអារក្សនឹងគុជខ្យងដែលកប់ទុកគឺជាគន្លឹះក្នុងការដោះសោពណ៌ក្រហមគន្លឹះនៃព្រើដែលត្រូវបណ្ដាសាពេលលីយ៉ាងចាក់ចេញនាងបានឃើញតែព្រើប៉ុណ្ណោះត្រែងរបស់ម៉ៃត្រីយ៉ាចាប់បានបន្ទាប់មកអាសៀងបានបិទទូរស័ព្ទទៅ Shirley Yang ខ្សែពួរឡើងហើយបាញ់ដើម្បីជួយសង្គ្រោះបន្ទាប់មកសៀងត្រូវបានលើកឡើងដោយខ្សែពួរដូច្នេះតើការរៀបចំដើម្បីទាមទារយកភ្នូមកវិញមែនទេស្នូម៉ៃត្រីយ៉ាគឺជាអ្នកដំបូងគេដែលបានមកដល់គុំរត់ជុំវិញបន្ទាប់ពីឡើងរូបសំណាកកុំឲ្យពួកគេរត់គេចខ្លួនហើយខ្លាចជាហ៊ូបេឲ្យសោះពេលពួកគេមកដល់អ្នកទាំងពីរបានដួលរួចហើយនៅពេលនោះស៊ូមីលេបានបើកការវាយប្រហារមួយទៀតកំហឹងនៅក្នុងចិត្តរបស់មនុស្សគ្រប់គ្នាដោយគ្មានកន្លែងណាត្រូវបញ្ចេញអារម្មណ៍ស៊ូមីបន្តលេបន្តលាតត្រដាងស្នៀតរបស់ខ្លួនក្រោយមកដោយសារតែទំហំបរោះធាត់ជាអកុសលគាត់ត្រូវបានសត្វកន្លាតចាប់បានជាសំណាងល្អពូមីងបានប្រើពើដើម្បីដុតវាបន្ទាប់មកត្រែងទាំងនោះត្រូវបានសង្គ្រោះបរោះធាត់បន្ទាប់មកបានប្រើភ្លើងហ៊ូបាអ៊ីអ្នកមើលភាពយន្តគេបានដឹងថាស៊ឺមីលូខ្លាចភ្លើងបន្ទាប់ពីឃើញចំណុចខ្សោយរបស់ខ្លួនគាត់ក៏សម្លឹងមើលវានៅក្នុងដៃបរោះធាត់បន្ទាប់មកខ្ញុំបានបង្កើតផែនការផ្សងព្រេងមួយញែកអ្នកដែលមានវិញ្ញាបនបត្រឡែងលះគ្នាវាបង្ហាញថាឡាហ៊ូចិត្តណាទុកឲ្យព្រើធ្លាក់មេត្រីយៈបានយកខ្លួនទៅឆ្ងាយរួចក៏ដើរទៅចិត្តជំងឺពីការបញ្ឆេះព្រើមេត្រីយៈអ្វីដែលរាងកាយដើមមិននឹកស្មានដល់នោះគឺវាធាត់ហ្វីជីងមិនបានគ្រប់គ្រងកម្លាំងបានល្អទេឱកាសមួយត្រូវបានខ្ជះខ្ជាយមិនអីទេនៅតែមានចង្វាក់ស្គររបស់បរោះធាត់ធ្វើការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ពីដៃពូមីងពួកគេបានឆក់យកភ្លើងចុងក្រោយចូលយើងបន្តទៅមុខទៀតចាំមើលថាតើឡាហ៊ូអាចឡើងកាន់តំណែងបានឬអត់បន្ទាប់ពីហុចពើរួចសូមដាក់វាចូលទៅក្នុងព្រើបានមកពីមាត់របស់មេត្រីភ្លើងបានរាលដាលយ៉ាងឆាប់រហ័សក្រោយមកមេត្រីត្រូវបានអំដោយអណ្ដាតភ្លើងគាត់បានធ្លាក់ពីលើច្រាំងថ្មចោតហើយនោះជាពេលដែលបរោះចំណាស់នោះពូសម្លឹងមើលទៅក្រោមច្រាំងថ្មចោតខ្ញុំបានឮសំឡេងទឹកហូរដើម្បីស្វែងរកជាម Sherry ចំនួនក្រោយបន្ទាប់ពីចុះចតឡាហ៊ូបានលែងដៃហើយលោតចុះក្រោម